ហេស្ដីថ្ងៃហ្នឹងចង់ចែកម្លែកគ្នាយើងពាក់ព័ន្ធជាមួយនឹងទូរស័ព្ទ iPhone ដែលយើងចង់ដឹងថាវាមាន iCloud អត់ឧទាហរណ៍ថាទូរស័ព្ទហ្នឹងវាជាប់លេខសម្ងាត់ឬក៏សោអេក្រង់យើងអត់ដឹងថាវាជាប់យើងចង់ធ្វើការរាយវាផ្ដាច់លេខកូដអញ្ចឹងមុននឹងរាយកុំឲ្យខាតពេលខាតអ៊ីនធឺណិតដោយសាររាយយើងប្រើអ៊ីនធឺណិតនេះខ្ញុំឧទាហរណ៍ទូរស័ព្ទថ្មីខ្ញុំអត់មានទូរស័ព្ទជាប់លេខកូដអញ្ចឹងបងប្អូនត្រូវបិទវាសិនដើម្បីបិទវាបានយើងចុចកុងតាក់លើមួយហើយនឹង power ជាប់ចុចឲ្យជាប់ចាំមកយើងទាញវាបាត់បន្តទៀតយើងត្រូវការ USB មួយដើម្បីធ្វើការ connect វាជាមួយនឹង computer និងទូរស័ព្ទអញ្ចឹងទូរស័ព្ទយើងត្រូវចុចកុងតាក់ខាងលើកុងតាក់ដំឡើងសំឡេងមួយហើយនឹងកុងតាក់បើកគ្រឿងយើងគ្រាន់តែចុចវាជាប់ហើយយើងដោត USB មិនបាច់ដកដៃទេចុចជាប់ទៅហើយដោតទោះវាចេញប៉មក៏យើងនៅតែចុចរហូតណាចុចតែលើណាក្រោមអត់ចុចទេបញ្ជាក់កុងតាក់តម្លើងសលេងមួយហើយនិងកុងតាក់ power មួយទោះវាចេញផ្លែប៉មអូមិនប៉មសេរីចេញរូប computer នៅពេលវាចេញបែបហ្នឹងយើងទុកវាមួយឡែកសិនអានេះខ្ញុំទុកនៅក្រោមណាសាទៅបងប្អូនត្រូវមានកម្មវិធីមួយមានឈ្មោះថា 3G2ហើយយើងបើក 3G2 នឹងមកយើង copy នេះ serial number copy serial number copy ហ្នឹងយើងក៏ចុចមកប៉ាក់ចុចផ្លាក់លើវាមកហើយយើងចូលទៅ Google កុំព្យូទ័រមានអ៊ីនធឺណិតចូលទៅ Google បងប្អូនសរសេរពាក្យថា iCloud check វាយថា iCloud check ចឹងនៅលើគេហ្នឹង iunlocker.com ខ្ញុំ check តាមហ្នឹងទេវាច្បាស់តមទៀតយើងផាសលើវា control អក្សរ V ក៏បានផាស mouse ស្ដាំក៏បានខ្ញុំ control អក្សរ V ចា៎ control V មកហើយយើងចុចពាក្យ check វីដេអូយើងថតចឹងវាអត់សូវច្បាស់ណាចុចពាក្យ check close មកព្រោះវា load ចឹងទៀតយើងផាសម្ដងទៀតដោយសារវា2ដងចឹងរហូតខ្ញុំ check មើលយើងរងចាំរហូតដល់វា load ទៀតវា load តិន័យថាជាប់នៅពេលដែលវា load ផ្ទាំងបែបហ្នឹងយើងប្រវល់ម៉ៅចុះក្រោមបន្តិចយើងមើលកន្លែង serial number នេះ serial number ដែលយើង copy ចេញពី 3G2 មិញហើយនេះ iCloud lock បានន័យថា iCloud ជាប់ឬមិនជាប់យើងងាកមកខាងនេះពណ៌ខៀវនេះចេះតិចផង